ខ្យល់ត្រជាក់បក់មកប៉ះស្បែកកាត់តាមចន្លោះចិញ្ចើមផ្ទះស្លឹកមួយសំឡេងសត្វទីទុយយំកងរំពងពេញព្រៃហាក់ដូចជាកំពុងផ្ដល់សញ្ញាព្រមានអំពីវត្តមានអ្វីម្យ៉ាងដែលមិនមែនជាមនុស្សសំនៀងអង្គុយនៅក្បែរគ្រែដែលម្ដាយរបស់គេកំពុងដេកធ្ងោដោយការឈឺចាប់ខ្លួនប្រាណរបស់គាត់ប្រែជាស្គមស្គាំងស្បែកឡើងពណ៌ស្វាយជាំហើយអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺមានអ្វីម្យ៉ាងកំពុងធ្វើចលនានៅក្រោមស្បែកពោះរបស់គាត់ដូចជាសត្វល្អិតរពាន់កំពុងវារខិតខ្វែងម្ដាយសំនៀងបានស្រែកឡើងថាកូនសំនៀងជួយម៉ែផងចំណែកឯម្ដាយរបស់គេនោះពោលដោយសំឡេងខ្សៅៗក្របភ្នែកឡើងក្រហមឈាមសំនៀងក្តាប់ដៃយ៉ាងណែនគេដឹងច្បាស់ថានេះមិនមែនជាជំងឺធម្មតាទេគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកបានបោះបង់ចោលទៅហើយដោយប្រាប់ថាគ្មានរោគសញ្ញាអ្វីទាំងអស់ប៉ុន្តែសម្រាប់អ្នកភូមិបឹងខ្មៅគ្រប់គ្នាដឹងថានេះគឺជាអំពើរំពេចនោះពន្លឺចង្គៀងប្រេងកាតដែលកំពុងឆេះស្រាប់តែប្រែជាពណ៌ខៀវស្រងាត់ទ្វារផ្ទះដែលបិទជិតស្រាប់តែរបើកឡើងដោយកម្លាំងខ្យល់យ៉ាងខ្លាំងឮសូរតែផាំងចំណែកឯនៅមាត់ទ្វារគ្មានមនុស្សឈរនៅទីនោះទេក៏ប៉ុន្តែមានដានជើងទៅទឹកឈាមដក់ជាប់នៅលើកម្រាលឈើដែលចូលមកចិត្តក្រែម្ដាយរបស់គេម្ដងមួយជំហានពេលនោះសំនៀងបានស្រែកឡើងថាចេញទៅកុំមកបៀតបៀនម៉ែអញសំនៀងស្រែកឡើងបែបនេះទាំងអារម្មណ៍នឹងភ័យខ្លាចផងនិងទាំងខឹងសម្បាផងចំណែកឯស្រមោលខ្មៅស្រពេចស្រពិលមួយបានលេចឡើងនៅជ្រុងផ្ទះវាគឺជាបុរសចំណាំម្នាក់ដែលគ្មានក្បាលក៏ប៉ុន្តែនៅលើស្មារបស់គេបែរជាមានក្បាលជ្រូកដែលស្អុយរលួយកំពុងសម្លឹងមកកាន់សំនៀងសំឡេងសោយក្អឹកក្អាយយ៉ាងក្រលូចបន្លឺឡើងចេញពីជញ្ជាំងផ្ទះធ្វើឲ្យសរសៃសក់របស់សំនៀងងើបឈរច្រងាងពេលនោះស្រាប់តែម្ដាយរបស់សំនៀងនឹងងើបមកអង្គុយត្រង់ខ្លួនទាំងភ្នែកបិទជិតរួចក៏ក្អួតចេញមកនៅដៃគោលជ្រេះចាប់និងសក់ក្បាលពណ៌សវែងដែលមានឈាមរំអិលគាត់និយាយដោយសំឡេងក្រឡឺដែលមិនមែនជាសំឡេងរបស់គាត់ធ្មប់នោះនិយាយថាវាដល់ពេលហើយកិច្ចសន្យាឈាមត្រូវតែសងបើមិនចង់ឲ្យម៉ែឯងស្លាប់ចូលមកជួបអញនៅខ្ទមចុងភូមិមុនថ្ងៃរះបន្ទាប់ពីពាក្យនោះចប់ម្ដាយរបស់គេក៏ដួលសន្លប់បាត់ស្មារតីរីឯស្រមោលខ្មៅនោះក៏រលាយបាត់ទៅក្នុងភាពងងឹតបន្សល់ទុកតែធំក្លិនស្អុយអសោយដូចសាកសពសំនៀងដឹងថាគេគ្មានជំរឿសឡើយគេត្រូវតែប្រឈមមុខនឹងគ្រូធ្មប់ដែលគ្រប់គ្រងភូមិនេះបើទោះបីជាត្រូវបដូរដោយជីវិតក៏ដោយភាពងងឹតនៃរាត្រីខែដាច់ហាក់បីដូចជាក្រាស់ខ្មឹកខុសពីធម្មតាសំនៀងដើរតម្រង់ទៅទិសខាងលិចនៃភូមិបឹងខ្មៅដែលជាតំបន់ព្រៃគ្មានផ្ទះអ្នកភូមិរស់នៅឡើយក្នុងដៃរបស់គេមានកណ្ដាលខ្លីមួយដែលជាមរតកពីដូនតានិងពិលចាស់មួយដែលជិតអស់ថ្មនៅពេលដើរមកដល់ចុងភូមិក្លិនធូបក្រអូបឈូលលាយឡំនឹងក្លិនស្អុយរលួយបានបោកបក់ប៉ះច្រមុះនៅពីមុខគេគឺមានខ្ទមទៀបមួយដែលមានពន្លឺភ្លើងទៀនពណ៌ក្រហមភ្លឹបផ្លែតចេញពីខាងក្នុងនៅក្នុងខ្ទមនោះសំនៀងបានឮសំឡេងមួយថាមកដល់ហើយមែនទេក្មេងប្រុសដែលចង់តតាំងនឹងសេចក្តីស្លាប់សំនៀងបានរុញទ្វារខ្ទមដែលធ្វើពីបន្ទះឫស្សីចូលទៅរូបភាពដែលគេបានឃើញធ្វើឲ្យគេស្ទើរតែឈប់ដកដង្ហើមបុរសចំណាស់ម្នាក់ដែលអ្នកភូមិស្គាល់ថាជាតាព្រាមកំពុងអង្គុយពេនភ្នែនបែរខ្នងនៅចំពោះមុខរបស់គាត់នោះមានលលាក្បាលមនុស្សជាច្រើនជួរនិងមានដបតូចផ្ទុកទៅដោយទឹកពណ៌ខ្មៅរងើមសំនៀងបានសួរទៅតាព្រាមថា
ហេតុអ្វីតាធ្វើបាបម៉ែខ្ញុំព្រោះថាគ្រួសារខ្ញុំនឹងមិនដែលធ្វើអ្វីតាទេសំនៀងបានស្រែកសួរទាំងខ្លួននឹងញ័រដៃញ័រជើងតាព្រាមបានងាកក្បាលមកយឺតប៉ុន្តែអ្វីដែលរន្ធត់បំផុតនោះគឺក្បាលរបស់គាត់ងាកមកក្រោយ180ដឺក្រេចំពោះមុខសំនៀងខណៈដែលខ្លួនប្រាណនឹងនៅបែរទៅមុខដដែលមុខរបស់គាត់គ្មានស្បែកទេគឺឃើញតែសរសៃឈាមនិងភ្នែកដែលលៀនចេញមកក្រៅតាព្រាមបាននិយាយប្រាប់ទៅសំនៀងថាឯងមិនដឹងរឿងទេឬកាលពី20ឆ្នាំមុនឪពុករបស់ឯងបានលួចយកកូនក្រក់របស់អញទៅកប់ចោលអញរងចាំថ្ងៃនេះយូរហើយថ្ងៃដែលគ្រួសារឯងត្រូវសងអញដោយជីវិតភ្លាមនោះក្រុមមុនអកុំនៅក្នុងដបចាប់ផ្ដើមពុះកញ្ជ្រោលស្រាប់តែមានសំឡេងយំងៅដោយកូនង៉ែតបន្លឺឡើងពីលើដំបូលខ្ទមសំនៀងងើយមើលទៅលើឃើញក្មេងតូចម្នាក់ដែលមានស្បែកពណ៌ខ្មៅរងើមភ្នែកក្រហមដូចរងើកភ្លើងកំពុងវាលើធ្នឹមផ្ទះសម្លឹងមកគេទាំងបញ្ចេញថ្មីមកស្រួយតាព្រាមបានបញ្ជាកូនក្រក់នោះថាទៅស៊ីថ្លើមវាឲ្យអញកូនក្រក់កំណាចនោះក៏លត់ចុះមកលើស្មារបស់សំនៀងយ៉ាងលឿនសំនៀងព្យាយាមរលាស់ចេញក៏ប៉ុន្តែវាកាន់តែខំជាប់នឹងសាច់ស្មារបស់គេរហូតហូរឈាមជាច្រើនក្នុងពេលដ៏អាសន្នមួយនោះសំនៀងនឹកឃើញដល់ពាក្យបណ្ដាំលោកតាគេក៏ដកកំបិតខ្លីចាក់ទៅលើដីរួចសូត្រធម៌រំលឹកគុណព្រះពុទ្ធក្នុងពេលនោះសំឡេងមួយក៏បានផ្ទុះឡើងឮសូរថាផាំងកូនក្រក់នោះក៏ខ្ចាត់ទៅម្ខាងរីឯតាព្រាមក៏ខ្ចាត់ទៅបោកនឹងជញ្ជាំងខ្ទមប៉ុន្តែតាព្រាមមិនចុះចាញ់ឡើយគាត់ចាប់ផ្ដើមសូត្រមន្តងងឹតម្យ៉ាងដែលធ្វើឲ្យដីនៅក្នុងខ្ទមចាប់ផ្ដើមញ័រឯងគិតថាអាគមបណ្ដេញបន្ទួយរបស់ឯងអាចឈ្នះអញមែនទេតាព្រាមសោយយ៉ាងគួរឲ្យខ្លាចរួចលើកដៃហៅវិញ្ញាណខ្មោចតៃហោងពីក្នុងព្រៃឲ្យមកឡងពត់ខ្ទមនោះសំនៀងដឹងថាបើគេមិនអាចបំផ្លាញរូបសំណាកតំណាងរបស់តាព្រាមទេគេមកជាត្រូវស្លាប់នៅទីនេះជាមិនខានសម្រែកវិញ្ញាណតៃហោងយំលូកងរំពងនៅជុំវិញខ្ទមបង្កើតជាខ្យល់កន្ត្រាក់បោកមកលើជញ្ជាំងស្លឹកហាក់ដូចជានឹងរលំក្នុងពេលបន្តិចទៀតសំនៀងខំទប់ចំហក្តាប់ដែលខ្លីក្នុងដៃឲ្យណែនខណៈដែលភ្នែកសម្លឹងមើលតាព្រាមដែលកំពុងសូត្រមន្តងងឹតមិនឈប់សំនៀងបានប្រាប់ទៅតាព្រាមថាសុំតាបញ្ឈប់នៅអំពើបាបរបស់តាទៅសំនៀងស្រែកប្រាប់ប៉ុន្តែគ្មានចម្លើយក្រៅតែពីឮសំឡេងសូត្រមន្តភាសាបាលីសម្រែកដែលស្ដាប់មិនយល់រំពេចនោះដីនៅក្រោមជើងរបស់សំនៀងចាប់ផ្ដើមប្រេះស្រុតគេក្រឡេកឃើញមានសក់ក្បាលស្រីវែងលូនចេញពីក្រោមដីវាមករំជើងរបស់គេដូចជាពស់សំនៀងដឹងភ្លាមថាតាព្រាមមិនមែនប្រើតែមន្តអាគមធម្មតាទេគាត់បានកប់ខ្មោចអ្នកស្រុកនឹងនៅក្រោមខ្ទមរបស់គាត់នេះឯងក្នុងពេលដែលសក់ខ្មោចកំពុងរឹតជើងគេយ៉ាងណែនសំនៀងបានក្រឡេកឃើញប្រអប់ឈើតូចមួយដែលតម្កល់នៅលើអាសនៈរុំដោយអំបោះចងករាល់ពេលដែលតាព្រាមសូត្រមន្តប្រអប់នោះតែងតែញ័រទៅត្រើតសំនៀងគិតក្នុងចិត្តថានោះហើយឬជាប្រភពធម្មពលរបស់គាត់ពេលនោះសំនៀងខំរើបំរាស់រួចប្រើដៃខ្លីដែលជាមរតកដូនតាចាក់ចុះទៅលើកម្រាលក្តារចំកណ្ដាលបាច់សក់ដែលកំពុងរុំជើងគេផ្សែងពណ៌ហុយឡើងរួមជាមួយសម្លេងស្រែកយ៉ាងឈឺចាប់របស់វិញ្ញាណស្រីដែលលាក់ខ្លួនក្រោមដីឆ្លៀតឱកាសនោះសំនៀងស្ទុះទៅរកអាសនៈតាព្រាមស្រែកឡើងថាកុំប៉ះវាមុខមាត់ដែលស្អុយរលួយរបស់គាត់ប្រែជាស្លេកស្លាំងសំនៀងមិនស្ដាប់តាព្រាមឡើយ
គេបានប្រើដាវកាត់អំបោះចងកដែលរុំប្រអប់ឈើនោះដែលជាពីរបំណែកពេលដែលប្រអប់បើកឡើងអ្វីដែលនៅក្នុងនោះមិនមែនជាមាសប្រាក់ឬគ្រឿងមន្តអាគមទេប៉ុន្តែវាគឺជាម្រាមដៃមនុស្សចំនួន9ដែលនៅមានឈាមស្រស់ៗនៅឡើយសំនៀងស៊ូទាំងរន្ធត់ថានេះជាម្រាមដៃអ្នកភូមិដែលបាត់ខ្លួនមែនទេតាព្រាមបានអង្គុយសោយយ៉ាងខ្លាំងហើយបានប្រាប់ទៅសំនៀងវិញថាមិនមែនអ្នកភូមិទេគឺម្រាមដៃបងប្អូនឯងដែលកើតមកស្លាប់នោះអីតាព្រាមសោយទាំងឈាមហូរចេញតាមភ្នែកឪពុកឯងជំពាក់បំណុលអញគេត្រូវសងដល់ជីវិតកូនប្រុស9នាក់ប៉ុន្តែឯងជាកូនទី10ជាកូនដែលលើសផែនការអញរំពេចនោះកូនក្រក់បានលោតមកខាំករបស់សំនៀងពីក្រោយម្ដងទៀតលើកនេះវាមិនមែនគ្រាន់តែខាំទេវាកំពុងព្យាយាមបឺតឈាមចេញពីសរសៃករបស់គេសំនៀងមានអារម្មណ៍ថាភ្នែកចាប់ផ្ដើមងងឹតស្លុបកម្លាំងក៏ថយចុះក្នុងភាពស្រពេចស្រពិលសំនៀងបានសម្រេចចិត្តចុងក្រោយគេមិនវាយតបកូនក្រក់ទេប៉ុន្តែគេយកម្រាមដៃក្នុងប្រអប់នោះមកច្របាច់ឲ្យខ្ទេចក្នុងដៃរបស់គេរួចស្រែកហៅឈ្មោះម្ដាយពេលនោះសំឡេងមួយបានទូយ៉ាងខ្លាំងឬសូតាផាំងសារធាតុរាវពណ៌ខ្មៅហូរចេញពីមាត់តាព្រាមខ្ទើមទាំងមូលចាប់ផ្ដើមឆេះដោយភ្លើងពណ៌ខៀវកូនក្រក់ដែលកំពុងខំកសំនៀងនឹងក៏ប្រែក្លាយទៅជាក្រៀមដូចជាសត្វត្រូវថ្ងៃសំនៀងដួលសន្លប់បាត់ស្មារតីក្នុងភ្លុកភ្លើងនោះក៏ប៉ុន្តែមុនពេលភ្នែករបស់គេបិទជិតគេបានខេងស្រមោលមួយឈរនៅពីមុខគេរួចខ្សឹបប្រាប់ថារត់ទៅកូនសែងខ្មៅអាប់អួលក្រដណ្ដប់ពេញផ្ទៃមេឃលើខ្ទមដែលកំពុងឆេះសន្ធើសន្ធៅសំនៀងដេកស្ដោកស្ដឹងនៅលើដីដែលពោពេញដោយផេះផង់ក៏ប៉ុន្តែជាសំណាងល្អកម្លាំងផ្ទុះអំបញ្ញមិញបានរុញច្រានរូបគេចេញពីកណ្ដាលភ្នក់ភ្លើងមកក្រៅវិញនៅពេលដែលសំនៀងដឹងខ្លួនឡើងវិញគេមានអារម្មណ៍ថាត្រជាក់ស្រាប់នៅត្រង់មុខរបួសត្រង់កភ្នែករបស់គេបើកឡើងតិចក៏ឃើញស្រមោសរដែលគេបានឃើញមុនពេលសន្លប់គឺជារូបរាងបុរសចំណាស់ម្នាក់ស្លៀកសម្លៀកបំពាក់បែបបុរាណសាច់ក្រណាត់សូត្រពណ៌សចាញ់ចាំងសំនៀងស៊ូទាំងសំឡេងខ្សៅៗថាលោកតាជានរណាពេលនោះតានោះបានឆ្លើយថាយើងគឺជាដូនតារបស់ឯងដែលតាមថែរក្សាឯងនិងគ្រួសារតាំងពីយូរមកហើយប៉ុន្តែអំណាចរបស់តាព្រាមវាខ្លាំងពេកទើបតាអាចជួយឯងបានតែត្រឹមពេលនេះប៉ុណ្ណោះស្រមោសរនោះពោលដោយកែវភ្នែកស្រទន់ក៏ប៉ុន្តែបង្កប់ដោយក្តីបារម្ភសំនៀងបានសួរទៅតានោះថាចុះម៉ែខ្ញុំតើគាត់ជាសះស្បើយហើយឬនៅស្រមោសរនោះដកដង្ហើមធំរួចចង្អុលទៅកាន់ខ្ទមដែលឆេះអស់សល់តែគ្រោងតាព្រាមមិនទាន់ស្លាប់ទេគេបានប្រើមុនប្រែក្រឡាជំលះវិញ្ញាណចេញទៅមុនពេលភ្លើងឆេះឥឡូវនេះគេរត់តែខឹងសម្បាឯងត្រូវតែទៅរកព្រះពុទ្ធរូបមាសភ្នែកត្បូងដែលកប់នៅក្រោមដើមពោធិ៍កណ្ដាលវត្តចាស់ដើម្បីយកមកការពារម្ដាយឯងបើមិនដូច្នោះទេយប់នេះគាត់នឹងត្រូវគេយកជីវិតជាមិនខាននិយាយចប់ស្រមោសរនោះក៏រលាយបាត់ទៅក្នុងអ័ព្ទពេលព្រលឹមសំនៀងខំប្រឹងក្រោកឈរទាំងខ្លួនប្រាណក្រដណ្ដប់ដោយឈាមនិងស្នាមរលាកគេប្រញាប់រត់ត្រឡប់ទៅផ្ទះវិញដើម្បីមើលស្ថានភាពម្ដាយនៅពេលមកដល់ផ្ទះអ្វីដែលគេឃើញគឺរតែគួរឲ្យតក់ស្លុតអ្នកភូមិ 3-4 នាក់កំពុងឈរជុំវិញផ្ទះរបស់គេទាំងទឹកមុខស្រេកស្លាំងសំនៀងស្ទុះឡើងលើផ្ទះក៏ឃើញម្ដាយរបស់គេកំពុងដេកលើកម្រាលឈើប៉ុន្តែខ្លួនប្រាណរបស់គាត់មិនមែនជាមនុស្សទៀតទេម្រាមដៃម្រាមជើងរបស់គាត់ចាប់ផ្ដើមវែងចេញមកដូចក្រញាំសត្វហើយគាត់កំពុងស៊ីសាច់មាន់ទាំងរស់ទាំងឈាមនៅស្រស់ៗ
សំនៀងយំស្រែកអង្វរម៉ែថាម៉ែឈប់ទៅម៉ែម្ដាយរបស់គេងើបមកសម្លឹងសំនៀងភ្នែករបស់គាត់លែងមានក្របភ្នែកពណ៌សទៀតហើយគឺខ្មៅងងឹតដូចរុនជ្រៅគ្មានបាតគាត់បញ្ចេញសំឡេងសើចក្រលើក្រលើពេលនោះគាត់បានប្រាប់ទៅសំនៀងថាកូនសំនៀងសាច់មាន់នេះឆ្ងាញ់ណាស់ចង់មកញ៉ាំជាមួយម៉ែទេរំពេចនោះមានសំឡេងគោះជញ្ជាំងផ្ទះពីខាងក្រៅថាតុកអ្នកភូមិដែលឈរខាងក្រោមស្រែកផ្អើលឆោឡោរួចរត់ខ្ចាយអស់ទៅនៅលើដំបូលផ្ទះមានស្រមោលខ្មៅដ៏ធំមួយកំពុងអង្គុយច្រកកែងលោកដៃដ៏វែងអន្លាយចូលតាមបង្អួចមកអង្អែក្បាលម្ដាយរបស់សំនៀងវាគឺជាតាព្រាមក៏ប៉ុន្តែលើកនេះរូបរាងរបស់គាត់កាន់តែគួរឲ្យខ្លាចគឺមានខ្លួនជាមនុស្សតែក្បាលជាថ្មាតស្លាបខ្មៅធំគ្របពីក្រោយខ្នងតាព្រាមបាននិយាយឡើងថាអាសំនៀងឯងបំផ្លាញម្រាមដៃកូនអញនឹងធ្វើឲ្យម៉ែឯងខ្លាចជាអាបដែលស៊ីសាច់កូនបង្កើតខ្លួនឯងសំនៀងដឹងថាពេលនេះគេគ្មានពេលបងអង្គយូរទេគេត្រូវតែទៅវត្តចាស់តាមសម្ដីដូនតាប្រាប់ជាបន្ទាន់សំឡេងសម្រេចសោយរបស់តាព្រាមនៅត្របាក់លើដំបូលផ្ទះធ្វើឲ្យសំនៀងញ័រដើមទ្រូងជាខ្លាំងគេសម្លឹងមើលម្ដាយដែលកំពុងក្រោកស៊ីសាច់ស្រស់ទាំងភ្នែកឡើងបិទជិតហាក់ដូចជាវិញ្ញាណរបស់គាត់ត្រូវបានលេបត្របាក់ដោយអំណាចងងឹតបាត់ទៅហើយសំនៀងបាននឹកឃើញដល់កន្សែងយ័ន្តពណ៌ក្រហមចាស់ដែលលោកតាគេធ្លាប់ឲ្យកាលនៅតូចគេបានស្ទុះទៅកកាយក្នុងហាប់ឈើចាស់មួយនៅជ្រុងផ្ទះរួចដកវាចេញមកពេលនោះផងដែរសំនៀងបានសូត្រធម៌ដែលលោកតាគេនោះធ្លាប់បង្រៀនរួចក្រវែងកន្សែងនោះទៅលើបង្អួចកន្សែងយ័ន្តនោះស្រាប់តែរីកធំបង្កើតជាពន្លឺពណ៌មាសចាំងភ្នែកធ្វើឲ្យតាព្រាមដែលកំពុងលូកដៃចូលតាមបង្អួចត្រូវដកដៃចេញទាំងស្រែកឈឺចាប់ថាក្តៅណាស់អាចឆ្កាយចង្រៃឆ្លៀតឱកាសដែលតាព្រាមកំពុងផ្អើលសំនៀងបានលោតចុះតាមទ្វារក្រោយរួចរត់សំដៅទៅទិសខាងជើងដែលជាទីតាំងនៃវត្តចាស់ផ្លូវទៅកាន់វត្តចាស់ពោពេញដោយដើមឈើធំដែលមើលទៅដូចជាមនុស្សឈើលើកដៃចាំចាប់គេខ្យល់បក់មកប៉ះស្លឹកឈើឮសូរដូចជាសំឡេងមនុស្សខ្សឹបខ្សៀវថាកុំទៅតើទៅនឹងតែស្លាប់ហើយក៏ប៉ុន្តែសំនៀងមិនខ្វល់គេរត់រហូតមកដល់ខ្លងទ្វារវត្តដែលបាក់បែកនឹងមានវល្លិរំជិតនៅចំកណ្ដាលវត្តមានដើមពោធិ៍ដ៏ធំមួយដែលមែកធាងរបស់វានឹងក្រដណ្ដប់ស្ទើរតែពេញបរិវេណសំនៀងចាប់ផ្ដើមប្រើដៃកាយដីនៅក្រោមគល់ឈើនោះទាំងភ័យខ្លាចកាន់តែជីកនឹងកាន់តែធំក្លិនធប់ក៏ប៉ុន្តែលើកនេះជាក្លិនធប់ដែលត្រជាក់ចិត្តដៃរបស់គេប៉ះនឹងវត្ថុរឹងម្យ៉ាងសំនៀងខំប្រឹងលើកវាឡើងវាគឺជាព្រះពុទ្ធរូបមាសភ្នែកត្បូងតូចមួយដែលមានរស្មីភ្លឺថ្លាប៉ុន្តែនៅពេលដែលគេលើកព្រះពុទ្ធរូបនោះឡើងស្រាប់តែដីនៅជុំវិញវត្តចាប់ផ្ដើមញ័ររន្ធឹកសំឡេងតាព្រាមបានបន្លឺឡើងពីលើមេឃពោថាឯងហ៊ានលួចរបស់សក្ការៈរបស់អញមែនទេលើកនេះតាព្រាមមិនមែនមកម្នាក់ឯងទេគាត់បាននាំមកនៅខ្មោចជាច្រើនដែលមានអណ្ដាតវែងអូដីវាព័ទ្ធជុំវិញសំនៀងតាព្រាមបានចុះពីលើមែកឈើចំណែកឯរូបរាងរបស់គាត់ឥឡូវនេះប្រែជាធំជាងមុន2ដងស្បែករបស់គាត់ជ្រៅជ្រួញដោយដើមឈើងាប់ចំណែកឯព្រះពុទ្ធរូបនោះគឺជាអ្នកឃុំឃាំងវិញ្ញាណអាក្រក់ក្នុងដីនេះតាព្រាមថាបើឯងយកវាចេញខ្មោចទាំងអស់នឹងចេញមកស៊ីអ្នកភូមិឯងឲ្យខ្ទេចតាព្រាមបានសប្បាយចិត្តជាខ្លាំងសំនៀងបានកាន់ព្រះពុទ្ធរូបជាប់នឹងទ្រូងគេដឹងថាតាព្រាមកំពុងភូតភរដើម្បីឲ្យគេបោះបង់ចោលសំនៀងបានបិទភ្នែករួចតាំងចិត្តឲ្យស្ងប់បើព្រះពុទ្ធរូបនេះអាចការពារម៉ែខ្ញុំបានទោះបីជាខ្ញុំត្រូវប្រឈមមុខនឹងខ្មោចព្រៃក៏ខ្ញុំមិនខ្លាចដែររំពេចនោះភ្នែកត្បូងរបស់ព្រះពុទ្ធរូបស្រាប់តែជះពន្លឺពណ៌ខៀវស្រងាត់ចេញមកបោកបក់ទៅលើពួកខ្មោចឲ្យរលាយបាត់ដូចផ្សែងតែព្រាមគាត់ខឹងខ្លាំងណាស់គាត់ក៏បានជេរប្រតិច
រួចហោះសំដៅមកខ្វិតយកព្រះពុទ្ធរូបពីដៃសំនៀងក្នុងពេលដល់ចង្អៀតចង្អល់នោះសំនៀងបានឃើញអ្វីម្យ៉ាងនៅពីក្រោយខ្នងតាព្រាហ្មណ៍គឺមានមជុលប្រាក់មួយដោតជាប់នឹងឆ្អឹងខ្នងរបស់គាត់ក្នុងពេលនោះផងដែរមានពន្លឺមួយចេញពីផ្នែកត្បូងរបស់ព្រះពុទ្ធរូបមាសបានធ្វើឲ្យតាព្រាហ្មណ៍នឹងទន់ដៃទន់ជើងក៏ប៉ុន្តែវាមិនទាន់អាចកម្ចាត់គាត់បានទាំងស្រុងឡើយតាព្រាហ្មណ៍ក្រហមទាំងកំហឹងរួចប្រើកញ្ញាំដៃដ៏វែងកោសដីបង្កើតជាយ័ន្តខ្មៅងងឹតមួយនៅលើដីវត្តតាព្រាហ្មណ៍និយាយថាឯងឃើញមជុលនេះមែនទេតាព្រាហ្មណ៍សើចទាំងជឿចាប់ខណៈដែលភ្នែកសំនៀងសម្លឹងចំមជុលប្រាក់នៅពីក្រោយខ្នងគាត់នេះគឺជាមជុលដែលរក្សាវិញ្ញាណអញមិនឲ្យរលាយដរាបណាមជុលនេះនៅជាប់នឹងឆ្អឹងខ្នងរបស់អញគ្មានអាគមណាអាចសម្លាប់អញបានឡើយសំនៀងយល់ភ្លាមថាមជុលប្រាក់នោះគឺជាស្នូលព្រលឹងរបស់គ្រូធ្មប់ម្នាក់នេះប្រសិនបើអាចដកវាចេញបានអំណាចងងឹតទាំងអស់នឹងត្រូវរលាយក៏ប៉ុន្តែការចូលទៅចិត្តតាព្រាហ្មណ៍ក្នុងចម្ងាយដៃគឺជារឿងដែលប្រថុយប្រថានបំផុតតាព្រាហ្មណ៍បានស្ទុះមកម្ដងទៀតលើកនេះគាត់បញ្ចេញមុនខ្មៅខ្យល់ខ្មៅបបោកធ្វើឲ្យសំនៀងចាត់ទៅបោកនឹងដំពោយ៉ាងខ្លាំងព្រះពុទ្ធរូបមាសរបត់ចេញពីដៃធ្លាក់ទៅលើគំនរផេះតាព្រាហ្មណ៍បាននិយាយថាចាប់ហើយក្មេងតូចតាព្រាហ្មណ៍លូកដៃមកច្របាច់កសំនៀងរួចលើកគេឡើងលើអាកាសដៃរបស់គាត់ត្រជាក់ដូចទឹកកកហើយក្លិនសាកសពភាយចេញពីមាត់របស់គាត់ធ្វើឲ្យសំនៀងស្ទើរតែថត់ដង្ហើមស្លាប់ក្នុងពេលដែលសំនៀងកំពុងប្រឈមមុខនឹងសេចក្តីស្លាប់ស្រាប់តែមានសំឡេងស្រែកយ៉ាងខ្លាំងពីក្រោយខ្នងតាព្រាហ្មណ៍ថាប្រឡែងកូនអញភ្លាមសំឡេងមួយនោះគឺជាម្ដាយរបស់សំនៀងគាត់មិនដឹងមកដល់ទីនេះតាំងពីពេលណានោះទេទោះបីជាខ្លួនប្រាណរបស់គាត់នៅមានស្នាមជាប់ខ្មៅនិងភ្នែកឡើងក្រហមក៏ប៉ុន្តែទឹកចិត្តជាម្ដាយបានធ្វើឲ្យគាត់ដឹងខ្លួនមួយផ្លែតក៏ស្ទុះមកខាំស្មារបស់តាព្រាហ្មណ៍យ៉ាងខ្លាំងតាព្រាហ្មណ៍បានក្រវាន់ម្ដាយសំនៀងខ្ចាត់ចេញប៉ុន្តែវាគឺជាឱកាសសម្រាប់សំនៀងទៅវិញនៅពេលដែលតាព្រាហ្មណ៍ងាកខ្លួនមកជុលប្រាក់នៅពីក្រោយខ្នងរបស់គាត់ក៏លេចចេញមកយ៉ាងច្បាស់សំនៀងប្រើកម្លាំងចុងក្រោយដែលសល់នៅក្នុងខ្លួនដកដាវខ្លីមរតកដូនតាចេញមករួចចាក់ដោតតម្រង់ទៅចំក្បាលមជុលប្រាក់នោះយ៉ាងត្រឹមត្រូវសំឡេងយឺរន្ទះបាញ់បានបន្លឺឡើងពេញវត្តចាស់មជុលប្រាក់នោះបានបាក់ជាពីររួចរលាយខ្លាំងជាផ្សែងខ្មៅតាព្រាហ្មណ៍ស្រែកលូដូចជាសត្វធាតុដែលត្រូវគេអាកោរូបរាងដ៏ធំសម្បើមរបស់គាត់ចាប់ផ្ដើមរួមតូចស្បែកដែលធ្លាប់តែមាំមួនប្រែជាស្អុយរលួយធ្លាក់មកលើដីម្ដងមួយដុំតាព្រាហ្មណ៍បានស្រែកថាមិនពិតទេអាគមអញមិនអាចស្លាប់បែបនេះទេតាព្រាហ្មណ៍ធ្ងន់ទាំងជឿចាប់មុនពេលដែលខ្លួនប្រាណរបស់គាត់ខ្លាចជាកំណើឆ្អឹងស្អុយសំនៀងដកដង្ហើមហត់ឬស្ទុះទៅរកម្ដាយដែលកំពុងដេកសន្លត់លើដីគេលើព្រះពុទ្ធរូបមាសមកដាក់លើក្បាលម្ដាយរួចសុទ្ធធម៌សុំបរិជ័យស្នាមជាំខ្មៅលើខ្លួនរបស់គាត់ចាប់ផ្ដើមរលាយបាត់ទៅវិញម្ដងបន្តិចប៉ុន្តែនៅពេលដែលសំនៀងគិតថាគ្រប់យ៉ាងបានបញ្ចប់ទៅហើយគេស្រាប់តែក្រឡេកឃើញអ្វីម្យ៉ាងនៅក្នុងកំណើតឆ្អឹងរបស់តាព្រាហ្មណ៍វាមិនមែនជាឆ្អឹងមនុស្សធម្មតាទេប៉ុន្តែមានក្រដាសយ័ន្តពណ៌ខ្មៅមួយសន្លឹកដែលមានសរសេរឈ្មោះអ្នកភូមិម្នាក់ទៀតដែលសំនៀងស្គាល់ច្បាស់បំផុតសំនៀងកាន់ក្រដាសយ័ន្តពណ៌ខ្មៅនោះទាំងដៃញ័រទៅត្រើតឈ្មោះមេភូមិសានដែលចារដោយឈាមជ្រៅទៅក្នុងក្រដាសយ័ន្តធ្វើឲ្យគេនឹកឃើញដល់បុរសវ័យចំណាស់ម្នាក់ដែលតែងតែស្លៀកសពគ្រប់បែបបទអ្នកមានធម៌តែងតែជួយយកអាសាអ្នកភូមិនិងជាអ្នកនាំមុខក្នុងការកសាងវត្តអារាមហេតុអ្វីបានជាឈ្មោះមេភូមិសាននៅជាប់នឹងអាគមការពារព្រលឹងរបស់តាព្រាហ្មណ៍សំនៀងគិតក្នុងចិត្តទាំងស្រងាក់ចិត្តមិនតន់នឹងគិតដល់ទីបញ្ចប់ផងស្រាប់តែមានពន្លឺពិលរស័ព្ទគ្រាប់បាញ់មករកគេពីក្នុងទ្វារវត្តក្រុមអ្នកភូមិដែលមានកាន់ដំបងកំបិតនិងកំភ្លើងកែច្នៃបានសម្រុកចូលមកដែលដឹកនាំដោយបុរសម្នាក់ដែលមានទឹកមុខមាំទាំនិងអំណាច
នោះគឺជាមេភូមិសានមេភូមិសានបានស្រែកសួរថាសំនៀងឯងធ្វើអីហ្នឹងមេភូមិសានស្រែកសួរដោយសំឡេងខ្លាំងៗអ្នកភូមិរាយការណ៍ថាឯងដុតខ្ទឹមតាព្រាមហើយឥឡូវមកធ្វើអីនៅវត្តចាស់ទាំងយប់បែបនេះសំនៀងក្រោកឈរហើយបានលាក់ក្រដាសយ័ន្តក្នុងហៅប៉ៅយ៉ាងលឿនសំនៀងបានប្រាប់ទៅអ្នកភូមិថាមេភូមិនឹងតាព្រាមជាគ្រូធ្មប់គាត់ធ្វើអំពើដាក់ម៉ែខ្ញុំហើយគាត់ទើបតែស្លាប់នៅទីនេះមេភូមិសានមកចិត្តសម្លឹងមើលកំណើឆ្អឹងស្អុយលើដីរួចងាកមកសម្លឹងព្រះពុទ្ធរូបមាសក្នុងដៃសំនៀងភ្នែករបស់គាត់ស្រាប់តែប្រែជាត្រជាក់ស្រិបព្រះពុទ្ធរូបនេះជាសម្បត្តិវត្តឯងហ៊ានលួចជីកយកម្នាក់ឯងគឺជាទោសធ្ងន់ណាស់យកវាមកឲ្យយើងវិញភ្លាមសំនៀងថាទេព្រះពុទ្ធរូបនេះជាអ្នកជួយជីវិតម៉ែខ្ញុំសំនៀងតបវិញដោយមិនចុះញោមរំពេចនោះមេភូមិសានបានចេញស្នាមញញឹមដល់គួរឲ្យខ្លាចមួយដែលសំនៀងមិនដែលឃើញពីមុនមកគាត់ខ្សឹបដាក់ត្រចៀកសំនៀងក្នុងចម្ងាយដែលលើតែ2នាក់អាព្រាមវាចាស់ហើយវាមិនដឹងថាត្រូវទុកម្រាមដៃទាំងនោះនៅឯណាទេទើបឯងរកឃើញប៉ុន្តែសម្រាប់អញមិនភ្លើដូចវាឡើយសំនៀងបើកភ្នែកធំព្រោះថាមេភូមិសានមិនមែនគ្រាន់តែជាអ្នកនៅពីក្រោយខ្នងទេក៏ប៉ុន្តែគាត់គឺជាគ្រូដើមដែលបង្ហាត់បង្រៀនតាព្រាមមេភូមិសានបញ្ជាទៅអ្នកភូមិថាចាប់វាជាអ្នកសម្លាប់តាព្រាមហើយលួចសម្បត្តិវត្តអ្នកភូមិដែលមិនដឹងរឿងរ៉ាវពិតបានស្ទុះមកចាប់គ្នាសំនៀងព្យាយាមរើបំរាស់ក៏ប៉ុន្តែត្រូវបុរសម្នាក់ក្នុងចំណោមនោះវាយមួយដំបងចំកញ្ចឹងកធ្វើឲ្យគេងងឹតមកស្លប់ដួលទៅលើដីក្នុងពេលដែលគេជិតបាត់ស្មារតីគេឃើញមេភូមិសានដើរទៅលើព្រះពុទ្ធរូបមាសមកកាន់រួចសូត្រមន្តម្យ៉ាងដែលធ្វើឲ្យព្រះពុទ្ធរូបមាសប្រែជាពណ៌ខ្មៅស្រអាប់ភ្លាមសំឡេងមេភូមិសានបានបន្លឺឡើងក្នុងភាពងងឹតថាយប់នេះភូមិបឹងខ្មៅនឹងត្រូវសែនព្រៃម្ដងទៀតសំនៀងត្រូវបានគេអូសយកទៅបោះចោលក្នុងរណ្ដៅខ្មោចនៅក្រោយវត្តដែលជាកន្លែងគេកប់សាកសពអ្នកស្លាប់ដោយអាសន្នរោគកាលពីមុនគេដេកកណ្ដាលកំណើឆ្អឹងមនុស្សចំណែកម្ដាយរបស់គេត្រូវបានគេនាំយកទៅបាត់ភាពត្រជាក់នៃដីសើមនិងក្លិនឆ្អឹងចាស់បានដាស់សំនៀងឲ្យដឹងខ្លួនឡើងវិញគេកំពុងស្ថិតនៅក្នុងរណ្ដៅជ្រៅជម្រៅជិត3ម៉ែត្រដែលជាកន្លែងកប់សាកសពគ្មានញាតិជុំវិញខ្លួនរបស់គេគឺមានលលាក្បាលនិងកំទេចឆ្អឹងដែលរបេះចេញពីមឈូសពុកផុយសំនៀងព្យាយាមក្រោកឈរប៉ុន្តែរបួសត្រង់កញ្ចឹងកធ្វើឲ្យគេវិលមុខស្ទើរតែដួលទៅវិញគេស្ទាបទៅក្នុងហៅប៉ៅក្រដាសយន្តពណ៌ខ្មៅដែលមានឈ្មោះមេភូមិសាននៅតែស្ថិតនៅទីនោះសំនៀងបានខ្សឹបប្រាប់ខ្លួនឯងទាំងទឹកភ្នែកថាម៉ែខ្ញុំត្រូវតែទៅជួយម៉ែរំពេចនោះជញ្ជាំងដីនៃរណ្ដៅចាប់ផ្ដើមញ័រដៃឆ្អឹងរកសឹបបានលូកចេញពីដីមកចាប់ជើងនិងខ្លួនប្រាណរបស់សំនៀងសំឡេងធ្ងររអស់បន្លាយបន្លឺឡើងពីក្រោមដីថាជួយយើងផងយើងឃ្លានមេភូមិសានយកប្រលឹងយើងទៅហើយសំនៀងភ័យស្លន់ស្លោគេព្យាយាមរើបំរាស់ប៉ុន្តែដៃឆ្អឹងទាំងនោះកាន់តែរត់ណែនក្នុងគ្រានោះក៏រះយន់ក្នុងហៅប៉ៅគេស្រាប់តែបញ្ចេញកម្ដៅយ៉ាងខ្លាំងសំនៀងដកវាចេញមករួចនៅឃើញដល់ពេលលោកតារបស់គេថាអំពើអាក្រក់ត្រូវសងដោយឈាមអ្នកបង្កើតវាសំនៀងប្រើដុំថ្មមុតស្រួចបាត់ដៃខ្លួនឯងរួចយកឈាមស្រស់លាបទៅលើឈ្មោះមេភូមិសាននៅលើក្រដាសយន្តពន្លឺពណ៌ក្រហមឆេះឆោលចេញពីក្រដាសយន្តធ្វើឲ្យដីឆ្អឹងទាំងឡាយលែងគេភ្លាមវិញ្ញាណខ្មោចដែលធ្លាប់តែព្យាយាមស៊ីសាច់គេបែរជាប្រែមកជាលុតជង្គង់នៅចំពោះមុខគេទៅវិញពួកគេមិនមែនខ្លាចសំនៀងទេប៉ុន្តែពួកគេខ្លាចអំណាចនៃឈាមដែលកំពុងឆេះលើឈ្មោះម្ចាស់ដើមនៃយន្តនោះសំនៀងបាននិយាយទៅខ្មោចនោះថាពួកអ្នកទាំងអស់គ្នាបើមេភូមិសានជាអ្នកធ្វើបាបអ្នក
ចូលជួយខ្ញុំចេញពីទីនេះខ្ញុំនឹងទៅបំផ្លាញវាសំនៀងស្រែកប្រាប់វិញ្ញាណទាំងនោះហើយវិញ្ញាណខ្មោចតៃហោងទាំងនោះបានហោះត្រកងខ្លួនសំនៀងរួចលើកគេឡើងទៅលើមាត់រណ្ដៅយ៉ាងងាយស្រួលនៅពេលឡើងមកដល់លើដីសំនៀងឃើញពន្លឺភ្លើងគំយ៉ាងភ្លឺខ្លាំងនៅឯផ្ទះមេភូមិសំឡេងស្គរធំធំបន្លឺឡើងមេភូមិសានកំពុងធ្វើពិធីសែនព្រលឹង18គាត់បានយកម្ដាយរបស់សំនៀងទៅចងនៅកណ្ដាលរបងយន្តឈាមដើម្បីប្រើជីវិតរបស់គាត់ជាថ្នូរនឹងការដាស់អំណាចរបស់ព្រះពុទ្ធរូបមាសដែលប្រែជាខ្មៅនោះឲ្យកាន់តែខ្លាំងសំនៀងរត់សម្រុកទៅផ្ទះមេភូមិនៅទីនោះគេឃើញអ្នកភូមិឈរយាមយ៉ាងកកកប៉ុន្តែអ្នកភូមិទាំងនោះហាក់ដូចជាសន្លប់បាត់ស្មារតីទាំងឈរភ្នែករបស់ពួកគេស្លេកហាក់ដូចជាត្រូវគេបញ្ជាដោយមន្តអាគមមេភូមិសានឈរកាន់កំបិតមុតស្រួចហៀបនឹងអាកម្ដាយរបស់សំនៀងឈាមស្រីមេម៉ាយដែលចិត្តខ្លាយជាអាបគឺជាអាហារដ៏ល្អបំផុតសម្រាប់អំណាចអញសំនៀងបានស្រែកឡើងថាជប់ភ្លាមក្នុងដៃកាន់ក្រដាសយ័ន្តដែលកំពុងឆេះមេភូមិសានងាកមើលតែភ្ញាក់ផ្អើលបាននិយាយថាឯងឡើងពីរណ្ដៅនោះបានដោយរបៀបណាល្អអញ្ចឹងអញនឹងសម្លាប់ឯងទាំងពីរអ្នកម្ដាយកូនតែម្ដងមេភូមិសានក្រវែងកំបិតចោលរួចបញ្ចេញមន្តអាគមមហាកម្លាំងខ្លាធំខ្លួនខ្លានរបស់គាត់រីកធំសរសៃឡើងប៉ោងប៉ោងហើយក្រចកដៃវែងចេញមកដូចដាវក៏ស្ទុះមកសម្ដៅរកសំនៀងក្នុងល្បឿនដូចជាផ្លេចបន្ទោលសម្រែកក្រហមរបស់មេភូមិសានបន្លឺឡើងដោយសត្វព្រៃធ្វើឲ្យផ្ទះឈើទាំងមូលរញ្ជួយគេស្ទុះមកចាប់ក្រៀកស្មាសំនៀងរួចលើកបោលទៅនឹងសសរផ្ទះយ៉ាងខ្លាំងសំនៀងខ្ជាក់ឈាមស្រស់មកលើដីភ្នែករបស់គេចាប់ផ្ដើមស្រវាំងប៉ុន្តែដៃម្ខាងនៅតែក្តាប់ក្រដាសយន្តដែលកំពុងឆេះនោះមិនលែងមេភូមិសានបាននិយាយឡើងថាអាចឆ្កែយ៉ាងไรឯងគិតថាឈាមក្មេងមិនតន់ដុសជើងសតដូចឯងអាចរំលាយអាគមអញបានមែនទេមេភូមិសានសោយទាំងកំហឹងរួចលើកជើងជន់លើទ្រូងសំនៀងយ៉ាងធ្ងន់សំនៀងដ៏ដង្ហើមញាប់ញាប់គេក្រឡេកឃើញម្ដាយដែលកំពុងសន្លប់នៅកណ្ដាលរវង់យន្តឈាមរបស់គាត់កំពុងហូរចេញពីដៃបន្តិចម្ដងជ្រាបចូលទៅក្នុងព្រះពុទ្ធរូបមាសដែលប្រែជាខ្មៅងងឹតពន្លឺពណ៌ស្វាយជះចេញពីព្រះពុទ្ធរូបនោះកាន់តែខ្លាំងហាក់ដូចជាវាកំពុងបឺតយកព្រលឹងមនុស្សជុំវិញនោះសំនៀងពោលទាំងឈឺចាប់ថាមេភូមិតែឯងភ្លេចរឿងមួយហើយមេភូមិថារឿងអីយន្តដែលតែឯងសរសេរឈ្មោះខ្លួនឯងចូលគឺជាយន្តផ្ញើព្រលឹងបើវាឆេះអស់ព្រលឹងតែឯងក៏រលាយដែរមេភូមិសានបើកភ្នែកធំគាត់ប្រញាប់លូកដៃមកដណ្ដើមក្រដាសយន្តពីដៃសំនៀងប៉ុន្តែសំនៀងមិនឲ្យឡើយគេប្រើកម្លាំងចុងក្រោយច្របាច់ក្រដាសយន្តនោះចូលទៅក្នុងមុខរបួសដែលបាតដៃរបស់គេកំពុងហូរឈាមរួចសូត្រមន្តអាគមបាច់ច្រាស់ដែលលោកតាធ្លាប់បង្រៀនយន្តក៏ត្រឡប់សម្រាប់គ្រូសិស្សម្ចាស់វាយកូនចៅចូលរលាយទៅជាមួយអាឈាមអាក្រក់អណ្ដាតភ្លើងពណ៌ខៀវបានឆាប់ឆេះចេញពីបាតដៃសំនៀងរាលដាលទៅលើខ្លួនមេភូមិសានយ៉ាងលឿនមេភូមិសានស្រែកលូដោយការជឿចាប់ខ្លួនប្រាណដែលធ្លាប់តែមមូនដោយខ្លាធំចាប់ផ្ដើមរួមតូចហើយស្បែករបស់គាត់ចាប់ផ្ដើមប្រេះស្រុតចេញមកនៅដង្កូវភ្នែកពោះរាប់ពាន់ក្បាលមេភូមិសានបានស្រែកឡើងថាទេអាគមអញជួយអញផងមេភូមិសានបានដួលនៅនាលើដីព្យាយាមទៅរកព្រះពុទ្ធរូបមាសខ្មៅដើម្បីសុំអំណាចជួយសង្គ្រោះប៉ុន្តែអ្វីដែលរន្ធត់បំផុតនោះគឺវិញ្ញាណខ្មោចតៃហោងទាំង18ដែលសំនៀងបានជួបក្នុងរណ្ដៅស្រាប់តែលេចរូបរាងឡើងជុំវិញមេភូមិសានពួកគេមិនមែនមកជួយទេប៉ុន្តែពួកគេមកដើម្បីសងសឹកដៃឆ្អឹងរាប់សិបបានលូកមកទាញជើងនិងដៃមេភូមិសានម្នាក់ម្ខាងសម្រែកវិញ្ញាណទាំងនោះបានបន្លឺឡើងស្ទើរផ្ទុះត្រចៀកថាទៅជាមួយយើងទៅឋាននរកជាមួយយើងមេភូមិសានត្រូវបានវិញ្ញាណទាំងនោះអូសចូលទៅក្នុងស្រមោលងងឹត
នៃរង្វង់យ័ន្តឈាមនៅពេលដែលរូបរាងមេភូមិសានបាត់ទៅព្រះពុទ្ធរូបមាសដែលធ្លាប់តែខ្មៅក៏ស្រាប់តែផ្ទុះបាយជាបំណែកបញ្ចេញពន្លឺពណ៌សចង់ភ្នែកពេញផ្ទះសំនៀងវាទៅអោបម្ដាយរបស់គេបើកភ្នែកឡើងតិចភ្នែកដែលធ្លាប់តែងងឹតខ្មៅក៏ត្រឡប់មកជាថ្លាឆ្វេងវិញចាប់តាំងពីថ្ងៃនោះមកភូមិបឹងខ្មៅលែងមានរឿងអបិយជំនឿអាក្រក់ៗទៀតហើយសំនៀងបានក្លាយជាអ្នកថែរក្សាវត្តចាស់និងរស់នៅជាមួយម្ដាយយ៉ាងមានសុភមង្គល